ខ្យងអាំងទឹកដោះគោទឹកតៅហ៊ូតោះឥឡូវយើងទៅលាងសម្អាតខ្យងហើយលាងហើយយើងយកមកដាក់ស្ងោរជាមួយទឹកដោះគោបន្ទាប់ពីយើងស្ងោរហើយយើងត្រូវយកខ្យងមកអាំងមុខម្ហូបនេះដែរគឺយើងដាក់ឈ្មោះថាខ្យងអាំងទឹកដោះគោទឹកតៅហ៊ូនេះគឺទឹកតៅហ៊ូហើយមុនហ្នឹងយើងដាក់ទឹកដោះគោឆៅដោះគោស្រស់បងប្អូនដោះគោស្រស់ហើយបានយើងដាក់ទឹកតៅហ៊ូចឹងនេះខ្យងគេហៅថាខ្យងបឹងយើងរកខ្យងបឹងមកយើងត្រូវសម្អាតខ្យងតាមទឹកទុកមួយយប់ឬក៏2យប់រួចយើងយកមកលាងសម្អាតរួចយើងយកមកស្ងោរជាមួយនឹងទឹកដោះគោពេលយើងស្ងោរនេះយើងដាក់ស្លឹកក្រូចសើចគល់ស្លឹកគ្រៃរំដេងហើយនឹងទឹកដោះគោឆៅដោះគោស្រស់បន្ទាប់មកយើងយកមកអាំងចឹងបន្ទាប់ពីអាំងហើយយើងថែមទឹកដោះគោទៀតយើងដាក់ទឹកដោះគោអញ្ចឹងពេលដែលទឹកដោះគោយើងរៀងស្ងួតបន្តិចហើយអញ្ចឹងយើងដាក់ទឹកតៅហ៊ូមុខម្ហូបមានតែប៉ុណ្្នឹងឯងងាយតែមានរសជាតិឆ្ងាញ់ចឹងបងប្អូនអាំងឲ្យក្រៀមទៅតែសូមបញ្ជាក់បន្តិចក្នុងពេលរយៈពេលដែលបងប្អូនស្ងោរហ្នឹងគឺបងប្អូនអាចស្ងោរឲ្យឆ្អិនតែម្ដងនេះគ្រាន់តែយើងយកមកអាំងដើម្បីឲ្យក្រៀមឲ្យស្ងួតឲ្យក្រៀមបន្តិចមិនមែនតែក្រៀមខ្លាំងទេហើយឲ្យជាតិទឹកដោះគោនិងទឹកតៅហ៊ូហ្នឹងជ្រាបចូលក្នុងសាច់របស់ខ្យងអញ្ចឹងយើងអាំងរហូតដល់ដាច់ទឹកហើយខ្យងបងប្អូនបើសិនជាអត់ប្រោះទេគឺមានដីអញ្ចឹងយើងត្រូវត្រាំទឹកប្រោះចោល1យប់ទៅ2យប់សិនទៅខ្យងយើងអស់ដីអស់អាចល្អយើងញ៉ាំបានទាំងអស់អញ្ចឹងខ្យងយើងឃើញថាអស់ទឹកហើយបងប្អូនចាប់ដើមឆ្អិនអញ្ចឹងយើងដួសដាក់ចានជាការស្រេចអាណាដែលនៅមានទឹកមាននៅពុះហ្នឹងបងប្អូនទុកឲ្យវានៅនឹងសិនយើងដួសឲ្យអស់ទឹកសិនបងប្អូនចង់សាអាចធ្វើតាមវិធីនេះបានពិតជាមានរសជាតិឆ្ងាញ់មែនអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនាបាយបាយ